តោះបងប្អូនយើងរៀនវីដេអូ AI ជាមួយគ្នាដែលយើងធ្វើនៅក្នុង YouTube Short វាមាន function ឲ្យយើងធ្វើវីដេអូ AI បានប្រហែលចំនួន5វីដេអូហើយមួយវីដេអូមាន8វិតោះចូលទៅមើលទាំងអស់គ្នាអូខេជាដំបូងបងប្អូនចូលទៅកាន់ Google ហើយយើងវាយរូបភាពដែលយើងពេញចិត្តមកយើង save វាហើយបន្ទាប់មកយើងទៅក្នុង Chat GPT អូខេចាំទេចូលទៅ Chat GPT អានេះព្រមខ្ញុំ copy ទៅសេហើយពាក្យដែលខ្ញុំអញ្ចឹងខ្ញុំដាក់រូបថតចូលមករូបថតអ្វីដែលយើងចង់ឲ្យព្រមទៅសេឲ្យអញ្ចឹងណារូបភាពដែលយើង download មកអញ្ចឹងណាអូខេចូលទៅក្នុងនេះខ្ញុំសេរូបភាពមកហើយនេះបាទអញ្ចឹង upload វាចូលបន្ទាប់មកផាសព្រមអក្សរ text ដែលខ្ញុំទៅសេខ្ញុំខ្ជិលទៅសេ view កុំឲ្យបងប្អូនចាំអញ្ចឹងហើយយើងផាសនៅក្នុង Chat GPT ឬក៏ Copilot Cloud អីបងប្អូនដែលចង់ប្រើ AI ហ្នឹងអញ្ចឹងណាយើងអាចប្រើបានចាំវាបន្តិចទៅទៀតវា load ឲ្យឥឡូវហើយនេះវាចាប់ផ្ដើមទៅសេ load អីឲ្យយើងហើយបន្ទាប់មកយើងឃើញ prompt នឹងល្អហើយយើង copy ទៅបាទ select copy ទៅយើងយកទៅក្នុង website flow ដោយមេរៀនទី1ដែលខ្ញុំបានបង្រៀនបងប្អូនអញ្ចឹងណាអញ្ចឹងអានេះយើងធ្វើនៅក្នុង YouTube Short អញ្ចឹងយើងទៅ upload រូបភាពយើងចូលមកហើយផាស prompt អាកន្លែងបងប្អូនចង់រើស9x16 16x9 តាមចិត្តបងប្អូនណាតែរូបភាពបញ្ឈរហើយយើងយកតាមហ្នឹងមកនៅចិត្តសញ្ញាព្រួញនៅខាងស្ដាំដៃខាងក្រោមនេះអញ្ចឹងនេះវាកំពុងតែ generate ហើយយើងរងចាំវាបន្តិចណាចាំវាបន្តិចដល់ពេល 100% បងប្អូនបាទនេះយើងហើយណាយើងក៏ save រូបនឹងចូលទៅណានេះនៅក្នុង iPhone ណាមានពាក្យសញ្ញាព្រួយខាងលើមក download មកហើយខាងក្រោមនេះមានពាក្យ save to file វាលោតពាក្យ open នៅខាងក្រោម open ហើយយកដាក់ open in download តប open in download មក select លើរូបហ្នឹងមកហើយចុចឲ្យសញ្ញាក្រោមខាង share ហ្នឹងយើង save ឈ្មោះមក save រូបថតយើងចូលទៅក្នុង file gallery ហ្នឹងមកហើយបន្ទាប់មកយើងចូលទៅ YouTube បងប្អូនកន្លែង short នោះសញ្ញាបូកនៅខាងក្រោមគេចុចលើវាមកឲ្យឃើញមានសញ្ញាផ្កាយខាងលើនៅខាងឆ្វេងដៃហ្នឹងណាបងប្អូនខាងស្ដាំដៃបងប្អូនដាក់មកហើយនេះវា load prompt ឲ្យយើងចង់ឲ្យមូលរបៀបម៉េចទៅទៀតវា load មកលើហើយចាំវា implement បាទនេះកន្លែងនេះបងប្អូនឆ្លាញ់ prompt ឲ្យវីដេអូយើងមានចលនារបៀបម៉េចរើសទៅអានេះខ្ញុំរើសអ្វីដែលខ្ញុំឆ្លាញ់ណាអញ្ចឹងរើសហើយចុចនេះសញ្ញាព្រួយនៅខាងស្ដាំហ្នឹងឲ្យវា generate ឲ្យយើងអញ្ចឹងអានេះយើងត្រូវរងចាំវា 100% ដែរហើយមកទុះ1នាទី2នាទីអញ្ចឹងណាអានេះខ្ញុំបានហើយនេះបងប្អូនបានហើយបងប្អូន play ទៅបាននេះ play ទៅឃើញរូបភាពមានចលនាហើយបងប្អូនឃើញសញ្ញា tray 3ខាងលើខាងស្ដាំដៃហ្នឹងបងប្អូន save video to device អញ្ចឹងទៅហើយវីដេអូយើងចូលទៅក្នុង photo gallery យើងហ្នឹងហើយនេះចាំ template នៅវីដេអូឃើញអធិស្ឋាននៅក្នុងវីដេអូនេះខ្ញុំផាយប៉ះកន្លែងខ្ញុំ screenshot អញ្ចឹងណាអញ្ចឹងបងប្អូនព្យាយាមមើលបន្តិចទៅណាហើយវីដេអូប៉ុណ្ណឹងហើយវាអត់មានអីច្រើនទេនេះឃើញទេវីដេអូយើងបានវីដេអូហើយបងប្អូនចង់ធ្វើរូបភាពច្រើនបងប្អូនធ្វើតាមអ្វីដែលបងប្អូនចង់បានតែបាន5ទេតែបើបងប្អូនexport មាន account ច្រើនបងប្អូនធ្វើតាមហ្នឹងទៅណាហើយបងប្អូនដែលមិនទាន់បានចុច follow ហើយ subscribe channel របស់ខ្ញុំសូមជួយចុច subscribe ខ្ញុំនឹងមានវីដេអូថ្មីចែករំលែកទាំងវីដេអូ AI ទាំងពីតន្ត្រីផងដែរអូខេសូមអរគុណ